សូមស្វែងរកនិងចូលទៅកាន់ app campaign ថ្នាំពណ៌ជាតិតែម្ដងឥឡូវយើងបានចូលមកដល់ app ហើយនេះគឺជាផ្ទាំងទំព័រដើមនៃ app ខ្ញុំបាទសូមពន្យល់អំពីមុខងារទី3ដែលមានពាក្យថាផលិតផលដែលមានរូបផលិតផលទាំងអស់ជាតំណាងគឺមានមុខងារឲ្យយើងអាចស្វែងរកប័រព័ត៌មានលម្អិតនៃផលិតផលរបស់ក្រុមហ៊ុន campaign ថ្នាំពណ៌ជាតិចុះមកដល់ផ្ទាំងនេះដែលមានចំណងជើងថាផលិតផលរបស់ក្រុមហ៊ុនបានបង្ហាញពីផលិតផលធំ4ក្រុមទី1គឺថ្នាំលាបលម្អប្រភេទលីទឹកទី2គឺផលិតផលសំណង់ទី3គឺថ្នាំលាបលម្អប្រភេទលីប្រេងនិងទី4គឺផលិតផលបាយអស្ងួតអញ្ចឹងយើងអាចធ្វើការអូសពីលើចុះមកក្រោមឬពីក្រោមឡើងទៅលើដើម្បីមើលឃើញនៅផលិតផល4ក្រុមទាំងអស់នេះតាមក្រុមផលិតផលនីមួយៗគឺមានការបង្ហាញជាទ្រង់ទ្រាយដូចគ្នាដូច្នេះខ្ញុំបាទសូមលើកយកផលិតផលក្រុមថ្នាំលាបលម្អប្រភេទលាយទឹកមកបង្ហាញតែម្ដងសូមបញ្ជាក់ផងដែរនៅលើផ្ទាំងដែលមានចំណងជើងថាផលិតផលរបស់ក្រុមហ៊ុនបានបង្ហាញតែពីផលិតផលនៅក្នុងមួយក្រុមតែប៉ុណ្ណោះដើម្បីងាយស្រួលក្នុងការអូសរំលងមើលបានគ្រប់ក្រុមផលិតផលលឿននិងរហ័សដើម្បីយើងអាចមើលនៅផលិតផលទាំងអស់ដែលមាននៅក្នុងក្រុមផលិតផលថ្នាំលាបលម្អប្រភេទលាយទឹកសូមចុចលើប៊ូតុងពណ៌បៃតងចាស់ដែលមានពាក្យថាផ្សេងទៀតដែលស្ថិតនៅក្នុងផ្នែកផលិតផលក្រុមថ្នាំលាបលម្អប្រភេទលាយទឹកនៅពេលដែលយើងចុចលើប៊ូតុងនេះរួចហើយនៅក្នុងក្រុមផលិតផលថ្នាំលាបលម្អប្រភេទលាយទឹកនឹងធ្វើការបង្ហាញបន្ថែមទៀតនៅផលិតផលទាំងអស់ដែលនៅក្នុងក្រុមថ្នាំលាបលម្អប្រភេទលាយទឹកយើងអាចធ្វើការចុចលើផលិតផលណាមួយដើម្បីមើលពីព័ត៌មានលម្អិតរបស់ផលិតផលនោះខ្ញុំបាទសូមចុចលើផលិតផលសារិកាដើម្បីដឹងអំពីព័ត៌មានលម្អិតរបស់ផលិតផលធុងមួយនេះបាទសូមចុចលើរូបធុងសារិកាឬក៏ពាក្យថាសារិកាឥឡូវយើងបានចូលមកដល់ផ្ទាំងនៃព័ត៌មានផលិតផលសារិកាហើយអញ្ចឹងនៅក្នុងផ្ទាំងនេះដែរបាទបង្ហាញពីរូបនៃផលិតផលសារិកាជារូបធុងបន្ទាប់មកមានព័ត៌មានទូទៅពីផលិតផលបាទចំពោះការស្វែងយល់ពីការប្រើប្រាស់មុខងារទី3គឺផលិតផលត្រូវបានបង្ហាញរួចរាល់ហើយបាទសូមអរគុណសូមជម្រាបលា